អ្នកគ្នាមានដែលធ្លាប់ឆ្ងល់ថាតើ Windows របស់អ្នកគ្នាជា Windows Crack ឬក៏ជា Windows License ហើយ Windows Crack និង Windows License ហ្នឹងខុសគ្នាដូចម្ដេចតោះមកឆែកមើលទាំងអស់គ្នាជាដំបូងអ្នកគ្នាចុច key Windows បូក key O បន្ទាប់មកអ្នកគ្នា search វាថា CMD ពីចេញបែបនេះអ្នកគ្នាធ្វើការសរសេរ comment ដូចខាងលើនេះមកអ្នកគ្នាគ្រាន់តែធ្វើការចុច enter នោះវានឹងបង្ហាញផ្ទាំងបែបនេះឡើងមកនៅពេលដែលវាចេញបែបនេះសូមអ្នកគ្នាក្លែងមើលទៅកន្លែង OME DM Channel បើសិនបើវាចេញបែបនេះចេញពាក្យថា Channel បែបនេះមានន័យថាកុំព្យូទ័ររបស់អ្នកគ្នាគឺជា license របស់ Windows ផ្ទាល់ប៉ុន្តែប្រសិនបើអ្នកគ្នាមិនឃើញពាក្យថា OEM Channel ឬក៏ពាក្យ Channel នៅខាងក្រៅនេះទេគឺអ្នកគ្នាឃើញពាក្យថា Volume KMS នោះមានន័យថាកុំព្យូទ័ររបស់អ្នកគ្នាគឺជា Windows Crack ឆែកទី2អ្នកគ្នាគ្រាន់តែចូលទៅក្នុងកន្លែង search រួចអ្នកគ្នា search ពាក្យថា activation setting បន្ទាប់មកអ្នកគ្នាគ្រាន់តែធ្វើការ open មកនៅត្រង់កន្លែង activate state អ្នកគ្នាគ្រាន់តែចុចសញ្ញាព្រួញចុចក្រោមនោះវានឹងបង្ហាញបែបនេះនៅពេលដែលវាចេញថា Windows is activate with a digital license គឺមានន័យថាកុំព្យូទ័ររបស់នេះគឺជា Windows license ផ្ទាល់ពី Microsoft ប៉ុន្តែប្រសិនបើវាចេញពាក្យថា organization នោះគឺជា Windows ដែល crack តើ Windows crack និង Windows license ខុសគ្នាត្រង់ណា Windows crack និង Windows license ខុសគ្នាត្រង់ Windows crack គឺជា Windows ដែលយើងប្រើកម្មវិធី crack យកមកបំបែក key របស់ Microsoft ដើម្បីធ្វើឲ្យកុំព្យូទ័ររបស់យើង activate Windows license គឺជា Windows ដែលវាមកជាមួយនឹងកុំព្យូទ័រស្រាប់ឬក៏ជា Windows ដែលយើងទិញ key យកមកដាក់ចូលទៅក្នុង Windows របស់យើងបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច like និង follow ខ្ញុំអ្នកមួយ